ថ្ងៃនេះមកថតសកម្មភាពកូនមន់ចែកជូនបងប្អូនទស្សនាកំសាន្តភ្នែកតែគាត់ដឹងថាត្រូវនិយាយអីដែរតែគាត់ថាចេះចង់និយាយរឿងក្នុងចិត្តបន្តិចចឹងណាសម្រាប់យើងជាអ្នកចិញ្ចឹមមន់គាត់គិតថាខ្លួនឯងចិញ្ចឹមមេមន់4ក្បាលហ្នឹងសង្ឃឹមថាតទៅខាងមុខអាចបញ្ចេញមន់លក់ក្នុងមួយវគ្គបាន30ក្បាលគិតត្រួសលេងបងប្អូនអានៅក្នុងចិត្តខ្ញុំណាគាត់គិតថាបើសិនជាអាចបញ្ចេញបាន30ក្បាលមែនក្នុងលក្ខណៈយើងចាំមេតែ4ដែរប៉ុន្តែវាផ្ដល់កូនមកឲ្យយើងវាយតិចថា30ចុះសម្រាប់មេ4ហ្នឹងហើយក្នុងករណីមួយថាមន់យើងនៅដូចថាអត់មានងាប់បាត់បង់អីច្រើនអញ្ចឹងណាបងប្អូនយើងអាចចិញ្ចឹមបានជាសាច់ជាអីលក់ដល់គីឡូអីហើយបើចាំគិតអីច្រើនគិតថាក្នុងមួយក្បាលបាន1គីឡូ2ខាំអញ្ចឹងក្នុង30ក្បាលវាច្រើនដែរបងប្អូនហើយខ្ញុំគិតលេងគឺបើសិនជាអាចលក់ក្នុងមួយវគ្គចេញបាន30ក្បាលមែនគឺយើងទាំងនិយាយថាចំនួនដែលលុយយើងបានពីការលក់មន់គឺអត់ក្រោម500000ទេបងប្អូនប៉ុន្តែវាអាចលើសហ្នឹងបើសិនជាមន់ថ្លៃហើយជាក់ស្ដែងនៅខាងខ្ញុំនេះគឺសប្តាហ៍គឺ1គីឡូ15000បងប្អូនទោះបីធ្លាក់ថ្លៃមិនក្លាយគឺអត់ខំ15000ទេហើយបើឡើងគឺដល់17000 18000ទៅ20000អីចឹងទៅតាមរដូវកាលអីចឹងណាបងប្អូនអញ្ចឹងគិតថាបើសិនជាក្នុងមួយវគ្គយើងអាចបញ្ចេញបាន30ក្បាលមែនយើងគិតក្នុងគីឡូមន់ដែរឲ្យទៀបបាទជាមធ្យមហ្មងគិតទាំងអស់ហ្មង1គីឡូ2ខាំក្នុងមន់មួយក្បាលគឺយើងលក់ម្ដងគឺអត់ក្រោម50000ទេបងប្អូនចឹងក្នុងចិត្តចេះតែសម័យគិតថាថ្មិចត្រូវតែឲ្យអញ្ចឹងហើយថ្ងៃនេះខំព្យាយាមខំសិក្សាពីវាស្វែងយល់ពីវាបានច្រើនអញ្ចឹងណាបងប្អូនហើយក្នុងចិត្តមួយទៀតគិតថាថ្ងៃអនាគតទៅខ្លួនឯងនឹងអាចក្រៅពីចំមន់លក់ហើយអាចវាយចេញជាកូនលក់បានទៀតក្តីប្រាថ្នាក្តីសម័យរបស់ខ្ញុំរៀងខ្ពស់បន្តិចមែនបងប្អូនតែគាត់ថាទៅមុខទៀតយ៉ាងណាយ៉ាងណីអត់ទាន់ដឹងទេតែក្នុងចិត្តគឺតែងតែគិតអញ្ចឹងបងប្អូនសង្ឃឹមថាខ្លួនឯងអាចធ្វើបានហើយរាល់ថ្ងៃនេះខំសិក្សាពីបន្តិចបន្តួចទៅអញ្ចឹងណាបងប្អូនមេរៀនខ្លះធ្វើពីតិចយើងស្រួលគ្រប់គ្រងហើយចង់និយាយថាផ្ដើមពីតិចប៉ុន្តែការស្វែងយល់គឺច្រើនជាងងាយស្រួលជាងដែលយើងចាប់យកធំហ្មងដូចសប្តាហ៍ថ្ងៃនេះខ្ញុំចាំមេ4ក្បាលអញ្ចឹងឥឡូវកូនមកគឺក្នុងមួយវគ្គអត់ក្រោម30ក្បាលទេបងប្អូនជាក់ស្ដែងនេះមេមន់ខ្ញុំកាលហ្នឹងមេ2ណាតូចស្រីនេះស៊ីនឹងក្រោមនេះបងប្អូនកាលហ្នឹងប៉ុន្តែឥឡូវមន់ខ្ញុំចាប់ផ្ដើមផ្ដល់ផលឲ្យហ្នឹងមេ4ក្បាលហ្នឹងគឺវាចាប់ផ្ដើមផ្ដល់ផលឲ្យទាំងអស់ហើយវាលែងអីហើយឥឡូវនេះសង្កេតឃើញវាចាប់ផ្ដើមពងតណាគ្នាទៀតបងប្អូនអញ្ចឹងថាលើកក្រោយនោះគឺខ្ញុំអាចនឹងបានច្រើនជាងនឹងបងប្អូនរយៈពេល1ឆ្នាំនេះ